បន្តវាយជួយរបស់ហៃលីនជួយហៃលីនស្ដាំរបស់សារ៉ាបាទវាយចោលរបស់សារ៉ាហៃលីនទាត់ស្ដាំសារ៉ាវាយស្ដាំអាញាកដាល់បបែកបាទដល់ចូលធាក់ជួយស្ដាំវាយជួយស្ដាំបាទដូរដៃទៀតហើយបាទអយោយបាទសារ៉ារឹងណាស់បាទមិនងាយដួលទេជង្គង់ហើយក៏ពុះកែងមួយអត់ទេបាទប្រគល់បន្តទៀតកែងស្ដាំមួយបាទរបស់ឌីមសារ៉ាកែងរបស់ឌីមសារ៉ាមកកែងមិនល្អមែនទេបាទឌីមសារ៉ាវាយជួយស្ដាំជង្គង់បាទទាត់ស្ដាំរបស់ហៃលីនទាត់ស្ដាំហៃលីនបាទបើសិនជាឈ្នះក៏ឈ្នះមិនស្រួលដែរបាទឌីមសារ៉ាប្រកួតនេះប៉ះរបស់ពិតបាទជួយស្ដាំបាទសារ៉ាគាត់អត់ទាត់ដែរបាទគាត់លេងដៃសុទ្ធតែម្ដងបាទសារ៉ាមានចេញកែងមួយទឹកទី3ត្រូវបានបញ្ចប់បាទចប់ទឹកទី3បាទរងចាំការប្រកាសលទ្ធផលទាំងអស់គ្នាបងប្អូនបាទឌីមសារ៉ាមែនតើទៅបើថាឈ្នះមករອບនឹងឯងបាទដល់បន្ទុបើដល់មិនរອບទេបន្ទុស្រួលបានទៅខាងចិនទៀតណាបាទកីឡាករចិនវាយចូលច្រើនដែរបាទទឹកទី2ទឹកទី3នេះយើងបន្ទុសាលានេះបាទកីឡាករចិនគាត់ទុនស្រុតទឹកមួយបាទសំណាងល្អទឹកទី2ចប់ទឹកទី1តាន់បាទចូលទឹកទី2បាទកីឡាករចិនគាត់វាយបានមកវិញជង្គង់ទៀតបាទតែបើយើងមើលសារ៉ាបាទក៏គាត់វាយចូលច្រើនដែរបាទសំខាន់គឺកាយសម្បត្តិរបស់គាត់រឹងមាំល្អបាទអត់ងាយស្រុតអត់ងាយដួលទេបាទនេះបាត់កែងចុងទឹកទី3មិញបង្គោលក្រហមកីឡាករឌឹមសារ៉ាឈ្នះកីឡាករបង្គោលខៀវយ៉ាងហៃលីនដែលជាកីឡាករចិនដោយពិន្ទុ